Vàថ្ងៃនេះខ្ញុំនិយាយប្រធានបទអំពីផ្នែកកាច់vàផ្នែកកាច់វាមានច្រើនប្រភេទផ្នែកកាច់ខ្លះក៏វាមិនជាប់ដើមឈើដែរផ្នែកកាច់ខ្លះក៏វាជាប់នៅក្នុងសត្វមួយទៀតឧទាហរណ៍ថាជ្រូកមួយវាជុលជ្រូកមួយទៀតទៅវាបាក់កប់នៅក្នុងសាច់មួយទៀតហ្នឹងក៏គេហៅថាផ្នែកកាច់ប៉ុន្តែផ្នែកកាច់ដែលពិបាករកនោះគឺជាផ្នែកកាច់ដែលជាប់ដើមឈើហើយផ្នែកកាច់ដែលជាប់ដើមឈើនេះមិនមែនមនុស្សទៅចេះតែឃើញទេពេលដែលវាជាប់ដើមឈើយូរទៅផ្នែកកាច់នេះវាលិចបាត់ទៅក្នុងសាច់ឈើដោយសារឈើវារីកធំអញ្ចឹងទៅគេហៅថានាងពួនផ្នែកកាច់ហើយបងប្អូនខ្លះក៏ថាមានផ្នែកកាច់នាងពួនអីណាទៀតហើយអញ្ចឹងណាបងប្អូនមនុស្សម្នាក់មិនមែនអ្នកណាគ្រប់10ទេហើយក៏មិនមែនអ្នកនឹងអ្នកឆ្លាញ់វត្ថុស័ក្តិសិទ្ធិដឹងតែស្គាល់វត្ថុគ្រប់មុខក៏អត់ដែរដូចជាខ្ញុំអញ្ចឹងខ្ញុំមិនមែនស្គាល់អស់បងរបស់ខ្លះក៏យើងមិនដែលស្គាល់ដែរប៉ុន្តែសួរតែមានអត់មានគ្រាន់តែយើងវាមិនបានយើងមិនជួបអញ្ចឹងណាអញ្ចឹងរបស់ដែលពិតរបស់ដែលវាជាក់ស្ដែងទី1សួរថាគេបង្ហាញអំពីទីតាំងដែលគេបានដែរអត់វាមានប្រភពច្បាស់លាស់ដែរអត់មានសាក្សីអត់គេនិយាយហ្នឹងគេហ៊ានអះអាងថារបស់នឹងមានពិតកើតនៅកន្លែងនឹងពិតដែរអត់អញ្ចឹងណាបងប្អូនហើយអ្នកខ្លះអត់ទេគ្រាន់តែស្ដាប់វីដេអូគេមកផ្លេតមិនតាន់ចប់ផងវាយប្រហារគេភ្លាមអូអានេះអត់ដែលមានទេអានោះអត់ដែលមានទេខ្ញុំនៅក្នុងព្រៃនៅកណ្ដាលព្រៃនៅក្នុងរូងភ្នំខ្ញុំមិនដែលឃើញអ្នកដែលនៅភ្នំអ្នកដែលនៅរូងភ្នំទាំងអស់ហ្នឹងក៏មានប្រកាសតែជួបដែរព្រោះហៅថាវត្ថុស័ក្តិសិទ្ធិហ្នឹងគឺវាមាននិស័យតោះតែយើងមាននិស័យបានជួបអញ្ចឹងណាបងប្អូនមួយទៀតយើងធ្វើតេស្តមើលតើរបស់ហ្នឹងគេលក់ធូរថ្លៃឬក៏គេលក់ថ្លៃដែរអញ្ចឹងរបស់ពិតរបស់ប៉ាកែវាមិនដែលថោកទេបងប្អូនគឺវាថ្លៃជាងរបស់ធម្មតាបើទោះតែគេចុះក៏គេមិនចុះឲ្យយើងច្រើនដែរព្រោះគេដឹងថារបស់ហ្នឹងការពារជីវិតគេបានរបស់ហ្នឹងគេរកមិនងាយបានអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនត្រូវគិតចំណុចហ្នឹងហើយត្រង់ថាអ្នកដែលមិនជឿបងប្អូនទោះបីយើងនាំគាត់ទៅដល់កន្លែងខ្សែនេះក៏គាត់នៅតែមិនជឿទេព្រោះក្នុងចិត្តគាត់គិតតែមិនជឿទៅហើយអញ្ចឹងណាបងប្អូនតែសម្រាប់អ្នកជឿគេមើលគេយកភ្នែកមើលណាបងយកបេះដូងមើលតើវាសមហេតុសមផលទៅជាផ្នែកនឹងកាច់ដែរអត់ផ្នែកនឹងវាគួរតែជាផ្នែកកាច់អត់អញ្ចឹងណាបងប្អូនបាទហើយខ្ញុំក៏មានអ្នកជំនាញទេគាត់ថាខ្ញុំអ្នកឆ្លាញ់វត្ថុស័ក្តិសិទ្ធិខ្ញុំមានរបស់ពិតនៅដៃខ្ញុំមិនមែនបកស្រាយតែមាត់ទៅទេយករបស់ផ្សេងយកមកនិយាយប្រាប់បងប្អូនថានេះហៅថាផ្នែកកាច់ត្រង់តែផ្នែកហ្នឹងជាផ្នែកតៃហោងទេអត់ទេគឺមានរបស់ពិតហើយផ្នែកខ្មៅមានអត់ទេផ្នែកខ្មៅផ្នែកសវាទៅតាមធម្មជាតិសត្វដូចផ្នែកនេះអីឡើងក្រហមខ្មៅទុំអញ្ចឹងមិនលេបពណ៌ណាបងប្អូនឯងមើលយកភ្នែកមកមើលនេះយើងបើកបេះដូងមើលយើងឈរលើចំណុចកណ្ដាលគឺផ្នែកហ្នឹងវាបុកនៅក្នុងដើមឈើយូរឆ្នាំទៅវាលេបជាមួយនឹងជ័រឈើទៅវាឡើងពណ៌ទុំអញ្ចឹងបងប្អូនបាទអញ្ចឹងផ្នែកកាច់មិនចេះតែមានទេហើយបើមានក៏គេមិនលុបឲ្យយើងធូរដែរបងប្អូនហើយមិនធូរទេតម្លៃគឺសមនឹងរបស់ដែលគេរកបើទោះតែគេទិញបានមកថោកក៏គេអត់លក់ឲ្យយើងថោកដែរព្រោះគេដឹងថារបស់នឹងល្អរបស់នឹងពិបាករកអញ្ចឹងណាបងប្អូនតែតម្រាំតែគេទិញមកថ្លៃអញ្ចឹងគឺគេលក់ថ្លៃណាតម្លៃសមរម្យមិនមែនថោកជាងរបស់ធម្មតាទេអញ្ចឹងណាបងប្អូនបាទអញ្ចឹងនិយាយអំពីផ្នែកកាច់គឺមានប៉ុណ្ណឹងហើយផ្នែកកាច់ដែលពិបាករកនោះគឺផ្នែកកាច់បុកជាប់ដើមឈើហើយពិបាករកជាងនឹងទៀតគឺនាងពួនផ្នែកកាច់អញ្ចឹងដែលវាបុកទៅក្នុងដើមឈើហើយវាលិចក្នុងសាច់ឈើណាហើយមិនដឹងថានឹងនាងពួនផ្នែកកាច់ពីព្រោះវានៅក្នុងដើមឈើមិនក៏ដឹងនៅក្នុងដើមឈើព្រោះរបស់នេះម្ចាស់ចំការគេចាប់ព្រៃធ្វើចំការដីជាង10ហាត់នៅស្ទឹងកញ្ច័ន្ទគេរុញដើមឈើមកកង់ហ្នឹងយកទៅដុតមកកន្លែងមិនឆេះគេដុតទៀតកាប់ហើយគេដុតទៀតដុត3 4ដង5ដងដុតមិនឆេះគ្រាន់តែរលក៏គេសង្ស័យគេពុះទៅឃើញផ្នែកកាច់នៅក្នុងហ្នឹងអញ្ចឹងហេតុអីបានដើមឈើហ្នឹងវាមិនឆេះមកអំពីអនុភាពនៃផ្នែកហ្នឹងអញ្ចឹងណាបងប្អូនហើយប្រវត្តិក្រោយមកម្ចាស់ធ្លាប់យកទៅសាក់បាញ់កំភ្លើង AK 3ម៉ែត្រក៏បាញ់តែឆេះដែរអានេះនិយាយពីប្រវត្តិរបស់លោកអញ្ចឹងណាបងប្អូនមិនមែនខ្ញុំអះអាងថាអាហ្នឹងរបស់ហ្នឹងប៉ាកែបាញ់មិនចេញបាញ់មិនខ្ទុះទេ
ប៉ុន្តែប្រវត្តិគឺបាញ់មិនចេញចឹងមែនចឹងណាបងប្អូនគេថាបើមិនជឿកុំប្រមាថហើយបើយើងយកគេទៅប្រមាថវត្ថុស័ក្តិសិទ្ធិគេមិនជួយយើងទេចឹងណាបងប្អូនបាទចឹងចង់បញ្ជាក់រឿងប៉ុណ្ណឹងខ្ញុំមិនមែនអ្នកជំនាញទេគ្រាន់តែអ្នកឆ្លាញ់វត្ថុស័ក្តិសិទ្ធិគ្រាន់តែខ្ញុំមានផ្នែកកាច់ពិតប្រកបនាងពួនផ្នែកកាច់ពិតប្រកបយកមកបង្ហាញចឹងណាបងប្អូនបាទសូមអរគុណសូមជម្រាបលា